ទាំងអស់គ្នាថ្ងៃហ្នឹងយើងថតវីដេអូថ្មីរបៀប vlog មួយនឹងម៉ូតូថតវីដេអូជាមួយនឹងម៉ូតូខ្ញុំគិតថាអ្នកដែលគាត់ធ្វើ content ជាមួយនឹងម៉ូតូពីមុនគឺសម្បូរធ្វើមែនតើឥឡូវមានអារម្មណ៍ថាអត់សូវឃើញ content ជិះម៉ូតូឬក៏ខ្ញុំមើលមិនសូវឃើញអាហ្នឹងខ្ញុំមិនដឹងទេណាតែថ្ងៃនេះយើងនឹងបង្ហាញពីរបៀបនៅក្នុងការថតមាតិកាជាមួយនឹងម៉ូតូតែយើងប្រើប្រាស់ម៉ាស៊ីននៃគេខ្លះធម្មតាវាមាន GoPro វាមាន Action វាមាន360អញ្ចឹងហើយយើងមកបែបម៉េចដើម្បីឲ្យថតទៅឃើញលយចង់ប្រាប់ដល់គ្នាថាថតមាតិកាជាមួយម៉ូតូអ្វីដែលពិបាកជាងគេនៅក្នុងការថតមិនមែនកាមេរ៉ាមិនមែនស្អីគឺសំឡេងពីច្រើនយើងថតជិះម៉ូតូមានតែរូបភាពទេអញ្ចឹងយើងថាយើងយកសំឡេងមកដោយរបៀបណាពាក់ម៉ៃបងប្អូនពាក់ម៉ៃយើងមិននេះយើងទិញអាម៉ាស៊ីនដាក់មីក្រូហ្វូនជាប់ក្នុងមួយមុខកាសយើងអាហ្នឹងក៏ល្អដែរព្រោះពីច្រើនអ្នកដែលគាត់ធ្វើមាតិកាសងព្រេងគឺគាត់និយាយពេលគាត់ឈប់ម៉ូតូពេលដែលយើងជិះម៉ូតូយើងនិយាយកើតទេឥឡូវខ្ញុំនិយាយកើតដោយសារខ្ញុំពាក់ម៉ៃអញ្ចឹងយើងនិយាយកើតជារួមពេលដែលយើងថតជាមួយម៉ូតូគឺវាទាមទារឲ្យយើងមានការច្នៃប្រឌិតខ្ពស់ទី1គឺឧបករណ៍ដែលយើងប្រើសូម្បីតែកន្លែងចេះនេះសិតតែយើងគៀបកាមេរ៉ាឲ្យបានទាំងអស់ដាក់ពីមុខដាក់អីចឹងទៅអាហ្នឹងគឺអាស្រ័យទៅលើយើងគឺយើងជាម្ចាស់ម៉ូតូយើងមានសិទ្ធិនៅក្នុងការជ្រើសរើសកន្លែងដែលម៉ោនជារួមប្លង់គឺវាអត់មានគេហៅថាកំណត់ទេគូយើងអ្នកដែលជិះយើងមានឧបករណ៍យើងមានត្រឹម action យើងត្រូវមាន360គឺអាស្រ័យទៅលើការបត់បែនរបស់យើងថតបែបណាតែគូសួរថាគួរមានទាំងអស់អត់ទេមានតែមួយក៏បានដែរអ្វីដែលខ្ញុំបង្ហាញនេះគ្រាន់តែថាជាឧបករណ៍ដែលចាំបាច់ឥឡូវចូលដល់សាច់រឿងពិសេសថាជារួមមកយើងថត content ជាមួយម៉ូតូយើងចាប់ដើមពីណាទៅណាព្រោះមិញយើងថតលក្ខណៈថាបង្ហាញសិនប៉ុន្តែមុននឹងបង្ហាញទាំងអស់ចង់ឲ្យអ្នកនេះស្ដាប់ពីគេថាហេតុអីបើខ្ញុំយកបាទ Yamaha NMAX នេះយកមកថតតោះទៅស្ដាប់បន្តិចត្រឡប់មកវិញយើងនិយាយទាំងអស់គ្នាបាទចំណាប់អារម្មណ៍របស់ខ្ញុំពេលដែលខ្ញុំឡើងជិះ Yamaha NMAX 155នេះគឺមានអារម្មណ៍ថាជិះស្រួលមែនតើបងប្អូនកែបគឺទន់ល្អមានកលៈអង្គុយទៅគឺមានផាសុកភាពជិះឡើងស្ពានជិះចុះស្ពានផ្លូវរលាក់អីគឺអត់មានអារម្មណ៍ថារលាក់តតែសោះជាមួយនឹងសម្បកកង់ដែលជាប្រភេទគ្មានពោះវៀនហ្នឹងគឺវាងាយស្រួលនៅក្នុងការបើកបរលបឿនបាទយឺតលឿនដែលងាយស្រួលនៅក្នុងការជិះរបស់យើងហើយក៏ម៉ាស៊ីនវាគឺមានកម្លាំងរហូតដល់ 155cc បាទល្មមជិះក្នុងក្រុងឬក៏ទៅខេត្តបងប្អូនហើយខាងក្រោមនៅក្នុងកែបហ្នឹងគឺមិនឲ្យបាទ25លីត្របើដាក់កាបូបកាមេរ៉ាដាក់អីបាន2គ្រាប់យ៉ាងស្រួលអត់មានឈឺក្បាលទេសម្រាប់ខ្ញុំទៅតំបន់ណាមួយដែលខ្ញុំចង់ថតអីដាក់ជើង tripod អីបត់ចូលដាក់ផ្លុកតែម្ដងមួកកាសអីគឺអត់ជាបញ្ហាអ្វីដែលពិសេសនោះគឺម៉ូតូនេះអាចភ្ជាប់ជាមួយនឹងទូរស័ព្ទបានដែលប្រើប្រាស់បច្ចេកវិទ្យា Y Connect ដែលយើងអាចភ្ជាប់ជាមួយនឹងម៉ូតូរបស់យើងជាមួយនឹងការបាទជូនដំណឹងផ្សេងពីការហៅទូរស័ព្ទ email និងសារក៏ដូចជាការណែនាំអំពីការថែទាំនិងការបដូរប្រេងហើយនឹងមុខងារតាមដានផ្សេងតាក់ទងជាមួយនឹងការធ្វើដំណើរនិយាយរួមបច្ចេកវិទ្យាគឺទំនើបទាន់សម័យហើយនឹងរូបរាងគឺស្រស់ស្អាតស័ក្តិសមជាមួយនឹងនិយាយតែអាយុប៉ិនខ្ញុំគឺត្រូវតែម្ដងដប់កូនដប់ប្រពន្ធទៅសាលាទៅរៀនទៅញ៉ាំបាយញ៉ាំទឹកពេលល្ងាចពេលព្រឹកអីគឺមកសមរម្យអញ្ចឹងសរុបសេចក្តីមកបើសិនជាបងប្អូនចង់ខ្លាយទៅជាអ្នកផលិតមាតិកាផ្សងព្រេងធ្វើដំណើរជាមួយនឹងម៉ូតូពីបបិសោតខ្ញុំទេគឺដំបូងត្រូវមានឧបករណ៍ថតខ្ញុំ recommend មួយនេះជាលក្ខណៈប្រភេទ action camera brand ណា brand ទៅទិញ model ណា model ទៅលុយយើងទេខ្ទង់កម្រិតថវិកាត្រឹម$300-400គឺប្រើបានហើយថ្មគឺសំខាន់បើន័យថាថ្មគឺត្រូវមានលើសពី1គ្រាប់បើសិនជាឲ្យតួលេខដែលល្អតែម្ដងគឺ3គ្រាប់ហើយបើសិនជាម៉ូតូយើងអាចសាកថ្មបានជាមួយនឹងអាហ្នឹងគឺល្អបើន័យថាយើងប្រើបដាយើងសាកថ្មបដាអាហ្នឹងក៏ល្អដែរតែបើសិនជាយើងមាន3គ្រាប់ហើយយើងអាចប្រើមួយថ្ងៃយើងប្រើម៉មហើយ memory គឺយើងត្រូវការប្រើប្រាស់យ៉ាងតិច256យើងត្រូវមាន2ស្លឹកបើន័យថាបើសិនជាយើងទៅធ្វើដំណើរទៅមួយថ្ងៃ2ថ្ងៃយើងអត់មានពេលដើម្បី backup file ទេយើងមាន memory 2ស្លឹកយើងអាចថតល្មមហើយយើងមិនអាចថតច្រើនពេកទេ
ទី1យើងមានកាមេរ៉ាហើយទី2គឺយើងត្រូវគិតពីសំឡេងអានេះពេលដែលយើងដាក់នៅលើម៉ូតូយើងនិយាយគឺអត់ទៅលឺទេអញ្ចឹងយើងត្រូវច្នៃទៅរកថាតើប្រើប្រាស់ឧបករណ៍សំឡេងមួយណាដើម្បីឲ្យពេលដែលយើងនិយាយទៅវាច្បាស់ហើយអ្វីដែលល្អពេលដែលយើងជិះហ្នឹងយើងនិយាយផ្ទាល់ហ្នឹងគឺវាបរោះជាងយើងបញ្ចូលសំឡេងតាមក្រោយអានេះគំនិតខ្ញុំឯណាព្រោះវារៀលវារវាឆៅហើយបើសិនជាយើងចុះដល់កន្លែងដែលស្ងាត់ឬក៏កន្លែងដែលស្អាតយើងចង់ថតគឺវាជួយយើងច្រើនបើន័យថាយើងអត់ចាំបាច់រៀបអីញ៉ៃញ៉ៃយើងមានសំឡេងជាប់ខ្លួនស្រាប់យើងគ្រាន់តែចាប់មកនិយាយហើយត្រូវគេហៅថាចេះឆ្នៃប្លង់ខ្លួនឯងពេលដែលយើងមានកាមេរ៉ាប្រភេទ action នេះហើយត្រូវចេះឆ្នៃប្លង់មិនន័យថាយើងអាចពាក់លើមួកផងកន្លែងខ្លះដែលយើងចង់ឲ្យគេឃើញពី perspective របស់យើងអាចដាក់មកឃើញខ្លួនឯងផងនិយាយទៅគឺរបៀបដែលចាប់នៅលើម៉ូតូហ្នឹងគឺយើងត្រូវឆ្នៃខ្លួនឯងហើយយើងចាប់ឲ្យបានច្រើនកន្លែងក្នុងមួយ trip ហ្នឹងគឺយើងយ៉ាងតិចមាន10ទៅ20ប្លង់ដែលប្លែកគ្នាបើមិនអញ្ចឹងទេគឺវាអត់មានរសជាតិទេហើយប្លង់តាមផ្លូវគឺយើងអាចដាក់កាមេរ៉ាដូចខ្ញុំដាក់នៅក្រោមហើយយើងជិះកាត់និយាយហ្នឹងគឺត្រូវតែមានខ្លះដែរមិនមែនអត់មានទេព្រោះអ្នកថតវីដេអូដើរលេងគឺតែងតែមានប្លង់បែបហ្នឹងពេលខ្លះទៅយើងមាន drone អាច follow shot អីចឹងទៅអាហ្នឹងគឺយើងឆ្នៃអាស្រ័យទៅលើធនធានរបស់យើងមានបើសិនយើងមានតែមួយគឺយើងត្រូវធ្វើបែបហ្នឹងដែលខ្ញុំបានមកប្រាប់ហ្នឹងគឺយើងត្រូវមានឧបករណ៍ថតវីដេអូមានសំឡេងឲ្យច្បាស់ហើយមានការគិតទុកខ្លាំងជាមុនមិនន័យថាយើងត្រូវរៀបឧទាហរណ៍ឡើយខ្ញុំបញ្យល់ឲ្យអ្នកនរគ្នាខ្ញុំចង់ជិះម៉ូតូអញ្ចឹងយើងមានប្លង់មួយយើងបើកមកយើងឡើងម៉ូតូនិយាយយើងកាន់កាមេរ៉ាមកយើងដើរមកម៉ូតូយើងប្រឆេះម៉ូតូយើងអីចឹងទៅគឺយើងកាន់ POV របស់យើងឃើញដៃម៉ូតូយើងចាប់ប្រាំងចាប់អីមកយើងថតឲ្យមើលហ្មងកុំឲ្យបាក់ដូចយើងដើរមកម៉ូតូអញ្ចឹងណាយើងដើរមកម៉ូតូអញ្ចឹងយើងដើរមកអញ្ចឹងទៅយើងឃើញម៉ូតូអញ្ចឹងមកយើងចាប់ប្រាំងយើងកាច់សោអញ្ចឹងមកបាទរួចមកទៅយើងប្រឆេះថតអីចឹងទៅយើងប្រឆេះថតយើងប្រឆេះម៉ូតូទៅយើងកាត់មកប្លង់ចឹងទៅយើងជិះតាមផ្លូវយើងឃើញយើងនៅកំពង់ជិះហើយអ្វីដែលសំខាន់មានកាមេរ៉ាថតមានសំឡេងល្អហើយសួរតែ function អីយើងប្រើប្រាស់នៅក្នុងការថត 4K បើអាចហើយ60 frame បើអាចព្រោះពេលខ្លះរូបភាពជិះម៉ូតូគឺវាលឿនអញ្ចឹងយើងអាច slow down កើតដែរបើសិនជាយើងថត24 frame 24 frame លុះត្រាតែយើងមាន memory តិចយើងអាចថត24 frame ដើម្បីសន្សំបើសិនជាយើងមាន memory ច្រើនដូចខ្ញុំបាននិយាយបាញ់មិញហ្នឹងគឺល្អយើងអាចប្រើប្រាស់256 ស្លឹកថតបោ60 frame ទៅបានហើយមិនបាច់ដល់120ទេអាហ្នឹងគឺជារឿងដែលសំខាន់ហើយឲ្យទៅលើធានបត់នៅក្នុងការផ្សងព្រេងវាមានបតៈកាឡាច្រើនទី1គឺវាអាចពឹងផ្អែកទៅលើទីតាំងដែលយើងទៅឬក៏អាចពឹងផ្អែកទៅលើបទពិសោធន៍ដែលយើងមានយើងចូលញ៉ាំអីកន្លែងណាយើងឈប់កន្លែងណាខ្លះយើងចំណាយសាំងប៉ុណ្ណាយើងគេថាគេងនៅកន្លែងណាតម្លៃមិនដែរហើយហេតុអីបើយើងទៅលេងកន្លែងហ្នឹងគឺយើងត្រូវតែមានប្រធានបទច្បាស់លាស់ឲ្យពួកគាត់អ្នកដែលជាប្រិមិត្តអ្នកតាមដានយើងហ្នឹងឲ្យគាត់ដឹងច្បាស់ដែរយើងមិនអាចគ្រាន់តែធ្វើវីដេអូយើងទៅលេងកពតទៅធ្វើអីបានអីមកវិញប្រយោជន៍អីមានអីដែលជាចំណុចដែលរសើបឬចំណុចដែលគួរតែចាប់អារម្មណ៍ពីវីដេអូហ្នឹងអត់អាហ្នឹងគឺសំខាន់ឬក៏យើងអាចធ្វើពីម៉ូតូតែម្ដងធ្វើពី Yamaha NMAX នេះតែម្ដងបើពិសោធន៍ក្នុងការជិះព្រោះអ្នកដែលគាត់ជិះម៉ូតូពីច្រើនខ្ញុំមិនទាន់បានឃើញគាត់ចែករំលែកទៅលើថាជិះម៉ូតូធម្មតាបងប្អូនមិនមែនមនុស្សទូទៅចូលចិត្តជិះទេដូចខ្ញុំជិះច្រើនគីឡូណាតោះតែយើងចូលចិត្តហើយយើងស្រឡាញ់ដែរហើយយើងគេថាមានសេចក្តីសុខជាមួយវាគឺវាអត់ធុញទ្រាន់ទេហើយមួយទៀតគឺយើងត្រូវចេះគេថារកកន្លែងដែលធ្វើឲ្យខ្លួនឯងនឹងសុបាយចិត្តពេលដែលយើងទៅកន្លែងណាមួយគឺយើងរកហេតុផលធ្វើឲ្យផ្លូវចិត្តយើងនឹងស្ងប់ស្ងាត់ហើយយើងថតទៅវីដេអូដែលគេទទួលបានមកក៏ស្ងប់ស្ងាត់តាមនឹងដែរបាទអញ្ចឹងមានតែប៉ុណ្្នឹងហើយអ្នកនរគ្នាជាមួយនឹងវីដេអូបែបនេះខ្ញុំគិតថាគួរតែមានមេត្តាប្រភេទផ្សងព្រេងបែបនេះឲ្យច្រើនហើយឃើញថាចំណេញព្រោះទី1គឺយើងបាន interact ជាមួយនឹងបងប្អូននៅតាមតំបន់ក៏ដូចជាមើលឃើញនៅហៅថារបស់ដែលយើងមិនសូវបានឃើញប្រចាំថ្ងៃអញ្ចឹងជូនពរអ្នកទាំងអស់គ្នាអរគុណដែលបានមើលវីដេអូមួយនេះកុំភ្លេចបាទ Yamaha NMAX 155 Connect ជំរាបលា